ពេលខ្លះដួលក៏ត្រូវតែងើបទោះបីចាញ់ក៏ត្រូវតែសើចព្រោះសួស្តីបងប្អូនទាំងគ្នាបាទយើងចូលមកកាន់ EP ទី2 Trip Boko អ្នកទាំងគ្នាបាទទៅពិសោធន៍មែនតេនបាទសម្រាប់ trip មួយនេះផងដែរបងប្អូនខ្លះគាត់ស្គាល់ថាអូបើអញសាហាវមកជីមតូពីបន្ទាយមានជ័យទៅ Boko no មិនមែនទេអ្នកគ្នាខ្ញុំបានលើកម៉ូតូដាក់ឡានក្រុងទាំងពីបន្ទាយមានជ័យហើយបាទមកទម្លាក់នៅភ្នំពេញទៅជីមតូពីភ្នំពេញតទៅ Boko អ្នកគ្នាសួរថាជីពីបន្ទាយមានជ័យទៅ Boko បានអត់បានដូចគ្នាអ្នកគ្នាប៉ុន្តែខ្ញុំគាត់ថាដូចជាហត់បាទចឹងហើយអត់ជីទេសុខចិត្តលើកឡានដាក់ម៉ូតូទៅលើកម៉ូតូដាក់ឡានណាលាយឥឡូវយើងបានមកដល់ខាងលើអីបាទយើងនិយាយទៅខ្ញុំមកសាមុនក៏ដើរអត់ដែរហើយមកសានេះខ្ញុំក៏នៅតែវល់ដើមអត់ដដែលដែរបាទចេះតែជិះទៅរឿយៗជាមួយបងប្រុសខ្ញុំតាមនេសាទដែរបាទបងប្អូនអាចមើលទេសភាពបានស្រស់ស្រាយមែនទែននេះហើយខ្ញុំប្រាប់ថាអត់ត្រជាក់ទេបាទមកល្មមពេលនេះពួកយើងកំពុងតែឆ្ពោះទៅរកគេហៅអាគារបារាំងនេះសល់ពីសម័យបារាំងណាដូចជាសំណាក់ស្ដេចឬស្អីនេះបាទខ្ញុំក៏មិនសូវច្បាស់ដែរតោះយើង let's go រវាងដើរផ្លូវយើងបានជួប fan នៅតាមផ្លូវអ្នកគាត់មកអង្គុយដកមេនៅនេះបាទនេះគាត់ហៅខ្ញុំដកមេដែរតែខ្ញុំថាអត់ទេបងខ្ញុំឈប់យូរហើយរងថ្ងៃនៅតែបរិយមួយទៀតទេគាត់ប្រេះហើយបាទមុននឹងដល់សំណាក់ស្ដេចយើងឃើញថាមានលើមានកន្លែងអង្គុយលេងមួយកន្លែង fan ខ្ញុំអង្គុយផឹកបាទបងប្អូនអាចមើលចោះបាទដាច់កន្ទុយភ្នែកអ្នកគ្នាហើយមើលទៅឃើញដល់សមុទ្រកែបសមុទ្រទៀតអ្នកគ្នាអែមមែនទែនបាទចាំថាស្រុកខ្មែរយើងកន្លែងស្អាតច្រើនណាស់ខ្ញុំដើរលេងអត់តន់អស់ទេចាំមើលខ្ញុំនឹងព្យាយាមទៅរកកន្លែងណាអែមទៅដើរលេងទៀតនេះបងប្អូនខាងស្ដាំដៃខ្ញុំនេះឯងគឺអាគារសល់ពីសម័យបារាំងណាគ្នាបាទនិយាយទៅស្រស់ស្អាតមែនទែនអ្នកគ្នាខ្ញុំមិនដឹងថាជាប្រភេទគេហៅអូតែលឬស្អីមិនខ្ញុំក៏មិនច្បាស់ដែរបាទព្រោះខ្ញុំអត់សូវដឹងដែរហើយទៅខាងមួយទៀតគេហៅសំណាក់ស្ដេចហ្នឹងអ្នកគ្នាបាទតោះឥឡូវយើងចូលទៅមើលបងប្អូនពីដំបូងឡើយខ្ញុំស្មានថាអាគារនេះពណ៌ទឹកក្រូចហ្នឹងអ្នកតាំងពិតមិនមែនទេវាជាគេហៅមិននៅពេលចុះអាប់ខ្លាំងវាត្រជាក់ខ្លាំងនោះវាកើតជាឆ្លែឬស្អីនេះបាទព្រោះដល់ពេលខ្ញុំទៅចិត្តមែនទែនមិនមែនពណ៌ថ្នាំអាគារទេអ្នកគ្នាតែអាគារហ្នឹងពណ៌សទេឃើញថាគេចាក់សោទុកចោលគឺគេហាមអត់ឲ្យចូលទេអ្នកនេះតែរបស់ប្រើប្រាស់នៅខាងក្នុងហ្នឹងគឺនៅមួយអែមហ្មងខ្ញុំមិនដឹងថាគេបិទអាគារហ្នឹងតាំងពីពេលណាទេបាទយើងដើរទៅមើលទាំងអស់គ្នាតែមើលទៅសភាពអាគារនៅស្អាតមែនទែនអ្នកនេះនិយាយទៅស្អាតមែនទែនពីខ្ញុំបានសួរបងសំសុកនៅលើហ្នឹងគាត់ថាអាគារនេះចូល100ឆ្នាំជាងអ្នកនេះបាទយូរមែនទែនបាទតែគួរឲ្យសោកស្ដាយមែនទែនអ្នកនេះខ្ញុំមកលើកនេះគឺអត់មានការចោះអាប់ទេដោយសារតែបើកថ្ងៃយើងខ្លាំងដែរអញ្ចឹងអត់មានការចោះអាប់ទេបាទម្ដងគឺមើលគ្នាមិនឃើញទេនៅលើនេះបាទបងប្អូនមើលអាគារសោះអាកន្លែងនេះយើងអាចមើលទៅអូមើលដល់ឃើញក្រុងកែបហ្នឹងអ្នកនេះបាទស្អាតមែនទែនហើយនិយាយទៅសំណង់ដែលគេសាងសង់មកគឺនៅរឹងមាំទាំងអស់អ្នកនេះបាទបងប្អូនឲ្យមើលបានអូអស្ចារ្យមែនទែនចឹងអត់មានទេបងប្អូនណាវីដេអូនេះក៏ចប់ត្រឹមនេះឯងអរគុណច្រើនសម្រាប់អ្នកដែលមើលចប់ជម្រាបលាដើរលេងស្រុកខ្មែរយើងច្រើនបាយបាយអូផ្លេចអ្នកនរគ្នាទៀតនឹងមាន EP ទី3បិទកន្ទុយបាទហ្នឹងហើយនៅពេលដែលចុះពីបូកូវិញហ្នឹងហើយនឹងមានអីឲ្យបងប្អូនមើលទៀតអូខេអរគុណច្រើនជម្រាបលាជួយ share អ្នកមួយផង